ចាសួស្តីប្រិយមិត្តបងប្អូនជាទីគោរពនិងជាទីមេត្រីភ្នំបូកគោគឺស្ថិតនៅក្នុងតំបន់កំពង់រាបនៃជួរភ្នំក្រវាញនៃប្រទេសកម្ពុជាចាបងប្អូនជាទីគោរពរាប់អានភ្នំបូកគោគឺមានកម្ពស់ដល់ទៅ1075ម៉ែត្រណាភ្នំបូកគោនេះគឺស្ថិតនៅក្នុងខេត្តកំពតបើគិតពីផ្លូវជាតិលេខ3មកដល់ភ្នំបូកគោនេះតែម្ដងគឺមានចម្ងាយ32គីឡូម៉ែត្រដើម្បីមកដល់ភ្នំបូកគោនេះគឺយើងធ្វើដំណើរតាមផ្លូវជាតិលេខ3បងប្អូនប្រិយមិត្តទាំងអស់គ្នាចាគឺចេញពីវត្តភ្នំមកដល់ខេត្តកំពតហើយយើងបត់ឡើងទៅលើភ្នំតែម្ដងចាទៅទិសខាងលិចទៅទេសភាពភ្នំបូកគោគឺស្រស់ស្អាតណាស់នារដូវវស្សាដូចនេះភ្នំបូកគោគឺធ្លាប់ជាក្រុងមួយរបស់ប្រទេសកម្ពុជានាអតីតសម័យការដាំឡើយឧទ្យានជាតិព្រះមុនីវង្សឬមួយក៏ភ្នំបូកគោនេះគឺបានរកឃើញដោយជនជាតិបារាំងម្នាក់ឈ្មោះថារលួសហើយគឺបានរៀបចំបង្កើតឡើងជាតំបន់ទេសចរសម្រាប់តែស្រូបយកនៅខ្យល់អាកាសដ៏បរិសុទ្ធសម្រាប់តែជនជាតិបារាំងរបស់គេព្រោះកាលនោះយើងនៅក្រៅអាណានិគមរបស់បារាំងចាអញ្ចឹងអាណានិគមបារាំងសម័យនោះរួមជាមួយនឹងរាជការខ្មែរគឺបានរៀបចំនៅតំបន់ទេសចរភ្នំបូកគោនេះនៅថ្ងៃទី13ខែមេសាគ្រិស្តសករាជ1922ចាការធ្វើដំណើរឡើងលេងភ្នំបូកគោនារដូវវស្សាដូចនេះដោយប្រិយមិត្តបងប្អូនអរគ្នាបានឃើញស្រាប់ហើយថាគឺពិតជាមនោរម្យណាស់ទេសភាពគឺបៃតងខៀវស្រងាត់តែម្ដងហើយបើសិនបើយើងឡើងទៅដល់លើកំពូលភ្នំនៅផ្នែកខ្លះដល់យើងចោលភ្នែកមើលទៅខាងក្រោមនឹងបានឃើញផ្ទៃសមុទ្ររបស់ប្រទេសកម្ពុជាជាពិសេសគឺខេត្តកំពតខ្លះបរសៃអនុខ្លះនិងកែបខ្លះចានេះជាប្លង់រចនាសម្ព័ន្ធខ្លះនៅលើក្នុងភ្នំបូកគោបើយើងមើលតាមភូមិសាស្ត្រភ្នំបូកគោសឹងតែគៀកនឹងកោះត្រល់មែនតើចាឥឡូវយើងងាកមកចាប់អារម្មណ៍អំពីក្នុងភ្នំបូកគោឬមួយក៏ឧទ្យានជាតិមុនីវង្សវិញណាគឺយោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលចុះនៅថ្ងៃទី16ខែមីនាគ្រិស្តសករាជ2021កន្លងទៅ2-3ឆ្នាំនេះចាគឺបានបង្កើតក្រុងបូកគោនឹងកាត់មួយផ្នែកទៅជាក្រុងបូកគោចាដែលស្ថិតនៅក្នុងខេត្តកំពតដោយនៅក្នុងនោះគឺកាត់ចំនួន3ឃុំទៅជាក្រុងចាគឺមានឃុំបង្ទូកឃុំកោះតូចនិងឃុំព្រែកត្នោតចាដែលក្រុងថ្មីនេះគឺកាត់ដីប្រហែលជា 5% នៅក្នុងឧទ្យានជាតិបូកគោឬមួយក៏ប្រហែលជា 9,000 ហិកតាចាទៅជាក្រុងបូកគោបាននិយាយពីឧទ្យានជាតិបូកគោគឺគេត្រូវនិយាយអំពីការលាតសន្ធឹងចំនួន3ខេត្តចារួមគ្នាគឺលាតសន្ធឹងពីខេត្តកំពង់ស្ពឺមកដល់ខេត្តបរសៃអនុនិងខេត្តកំពតនេះផ្ទាល់តែម្ដងវាគឺជាជម្រកសត្វនិងរុក្ខជាតិជាច្រើនប្រភេទដែលរងការគំរាមកំហែងក៏ដូចជាបាត់បង់ផងដែរចាតើនេះសូមប្រិយមិត្តបងប្អូនទាំងអស់គ្នាមកទទួលជ្រាបអំពីប្រវត្តិខ្លះៗបន្ថែមទៀតអំពីសម័យអតីតកាលនៃភ្នំបូកគោនេះចាភ្នំបូកគោឬមួយក៏ហៅថាឧទ្យានជាតិមុនីវង្សជាពិសេសគឺឧទ្យានជាតិមុនីវង្សតែម្ដងគឺត្រូវបានដាក់ឈ្មោះតាមព្រះនាមរបស់ព្រះមហាក្សត្រមួយព្រះអង្គរបស់ខ្មែរយើងនាសម័យដើមគឺព្រះបាទស៊ីសុវត្ថិមុនីវង្សដែលលោកធ្លាប់យាងមកទស្សនានៅទីតំបន់នេះហើយក៏បានសគត់នៅលើក្នុងភ្នំបូកគោនេះតែម្ដងនៅក្នុងឆ្នាំ1941ចាមុនសោយទីវង្គតហ្នឹងគឺព្រះបាទមុនីវង្សបានបញ្ជាឲ្យគេសាងសង់ព្រះវិហារព្រះពុទ្ធសាសនាមួយ
ចាគឺនៅក្នុងអំឡុងឆ្នាំ1924ចាដែលសប្តាហ៍ថ្ងៃគេហៅថាវត្តសំពៅ5នឹងឯងចាក្រោយមកភ្នំបូកគោឬមួយក៏ឧទ្យានជាតិមុនីវង្សគឺត្រូវបានគេបោះបង់ចោលប៉ុន្តែបច្ចុប្បន្នគឺបានคล้ายទៅជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយភាពដែលគេហៅថារមណីយដ្ឋានឋានសុបូកគោណាចាដោយនៅលើភ្នំនោះគឺមានស្ថានភាពដ៏ប្រណិតក៏សាងឡើងនៅក្នុងឆ្នាំ2012ចាសម័យកាលយើងនេះក្រោយនេះទេចាហើយបាននិយាយពីនៅក្នុងឆ្នាំ2010នៅលើក្នុងភ្នំបូកគោនេះគឺបានដំឡើងរូបសំណាកធំមួយរបស់លោកយាយម៉ៅដែលមានកម្ពស់រហូតដល់29ម៉ែត្រចាគឺជាសំណង់រូបសំណាកដ៏ធំជាងគេនៅក្នុងប្រទេសកម្ពុជាហើយរូបសំណាកលោកយាយម៉ៅគឺជាវីរបុរសដ៏អាថ៌កំបាំងហើយត្រូវបានគេនិយាយថាដើម្បីការពារអ្នកធ្វើដំណើរអ្នកប្រមាញ់និងបុរសនេសាទតាមជើងទឹកចាឧទ្យានជាតិមុនីវង្សឬមួយក៏ភ្នំបូកគោនេះគឺមានចម្ងាយពីក្រុងកំពតប្រមាណជា46គីឡូម៉ែត្រចឹងបត់ពីក្រុងកំពតទៅនឹង46គីឡូម៉ែត្រប៉ុន្តែបើគិតពីផ្លូវជាតិលេខ3ណាតាមផ្លូវតាមមាត់ឆ្នេរសមុទ្រទៅវិញហ្នឹងគឺ32គីឡូម៉ែត្រដល់ភ្នំដល់លើកំពូលភ្នំណាចានេះគឺលក្ខខណ្ឌចែកគីឡូដូចនេះព្រោះដល់ផ្លូវជាតិលេខ3មែនតើទៅគឺចេញពីភ្នំពេញទៅវត្តភ្នំមកដល់ខេត្តកំពតហើយយើងមិនគាវឡើងទៅព្រៃនប់វារិញផ្សេងអនុនៅវិញណាចាអញ្ចឹងផ្លូវជាតិលេខ3នេះមានប្រវែងវែងឆ្ងាយដូចនេះដែរហេតុអ្វីបានជាគេដាក់ឈ្មោះថាភ្នំបូកគោចាបើយោងតាមវិទ្យុវីយ៉ូថាភ្នំបូកគោនេះត្រូវបានគេហៅតាំងពីបុរាណកាលមកម្ល៉េះព្រោះថាបើយើងមើលពីក្រុងកំពតទៅមើលភ្នំបូកគោនេះយើងឃើញទិដ្ឋភាពភ្នំនេះមានរាងដូចជាបូកសត្វគោឡើងកចាទៅចាស់ជំនាន់ដើមហ្នឹងគាត់ហៅថាភ្នំបូកគោអញ្ចឹងទៅហើយឧទ្យានជាតិមុនីវង្សដែលគេដាក់ឈ្មោះដូចនេះគឺយកតាមព្រះនាមរបស់ព្រះបាទស៊ីសុវត្ថិមុនីវង្សនោះហើយនៅលើភ្នំបូកគោនេះក្រៅពីសំណង់សាសនារួមទាំងសម្បត្តិបេតិកភណ្ឌគឺមានទស្សនីយភាពធម្មជាតិជាច្រើនទៀតតែបងប្អូនយើងខ្លះធ្លាប់បានឃើញចានេះខ្ញុំសូមជំរាបជូនតែម្ដងគឺថាមានដូចជាទឹកជ្រោះពពកវិលវាលស្រែ100វាលស្រែ500វាលផ្កាលំពងក្រឡោមដែលបងប្អូនយើងធ្លាប់ឃើញចាតែឃើញមានដោះនៅលើតំបន់ភ្នំបូកគោនេះតែមួយកន្លែងគត់ចានៅក្នុងប្រទេសកម្ពុជានិងក៏មានបឹងទឹកសាបផងដែរចំណុចពិសេសនៃភ្នំបូកគោនារដូវវស្សាគឺថាមានការចោះអាប់ស្ទើគ្រប់ម៉ោងតែម្ដងមើលគ្នាសឹងតែមិនឃើញទេនៅពេលចោះអាប់ម្ដងនោះចាជួនកាលអ្នកទេសចរអាចដេញចាប់ពពកលេងកំសាន្តបានទៀតផងចាពិសេសផងដែរចានៅលើភ្នំបូកគោនេះគឺថាមាននៅពពួកសត្វព្រៃសត្វបក្សាបក្សីជាច្រើនប្រភេទហើយក៏មានផងដែរពពួកសត្វពីណូហៅស្វាហ្នឹងណាចាមានទូចមានឆ្លុះមានទន្សោងមានស្ទាំងមានកេងកងធំមានកេងកងតូចជាដើមលាក់ច្រើនទៀតចាការចំនួនដើមភ្នំបូកគោគឺជាព្រៃទេបងប្អូនចាការមិនទាន់រកឃើញថាជាតំបន់ទេសចរដែលគេទៅលេងដូចថ្ងៃនេះណាចាគឺជាតំបន់ព្រៃហើយសម្បូរទៅដោយសត្វកាចសាហាវជាច្រើនហើយមានការចាញ់ផងដែរហើយក៏កម្រមានមនុស្សណាឡើងទៅដល់ណាចាហើយបើតាមឯកសារខ្លះគឺនិយាយថាកាលដែលសម័យបារាំងបានរកឃើញតំបន់ភ្នំបូកគោនេះហើយរៀបចំឲ្យមានការឡើងលេងស្រូបយកខ្យល់អាកាសបរិសុទ្ធសម្រាប់តែពួកបរទេសជាពិសេសគឺពួកបារាំងនឹងតែម្ដងព្រោះអាកាសធាតុភ្នំបូកគោធៀបទៅនឹងអឺរ៉ុបហ្នឹងគឺมันខុសគ្នាទេតិចល្អណាស់ចាកាលសម័យកាលដែលស្ថាបនាផ្លូវឡើងភ្នំបូកគោនោះគឺមនុស្សចាញ់រនុករណែលចារង្គាលស្លាប់មនុស្សក៏ច្រើនទម្រាំតែបានស្ថាបនាផ្លូវឡើងលើភ្នំបូកគោនឹងបានភ្ន
นมบกសម័យសង្គមនិយមគឺថារាជការគឺមានការរៀបចំដាក់ឲ្យគ្រប់គ្រងជាពិសេសតែម្ដងដាច់ដោយឡែកពីខេត្តកំពតប៉ុន្តែឥឡូវនេះគឺរៀបចំរចនាសម្ព័ន្ធមកជានៅក្នុងខេត្តកំពតវិញហើយចាពួកការផ្លាស់ប្ដូរសម័យកាលមួយទៅសម័យកាលមួយយើងមិននៅថិតថេរទេចាមានការរៀបចំខុសប្លែកពីគ្នាតាមរជ្ជកាលមួយៗចឹងទៅគួររំលឹកថយក្រោយទៀតផងដែរថាក្រោយពីការបោះបង់ចោលភ្នំបូកគោចំនួន2លើកគឺនៅក្នុងសម័យសង្គមរាស្ត្រនិយមម្ដងហើយនឹងមកដល់សម័យលន់នល់គឺឆ្នាំ1972នឹងម្ដងទៀតទើបតែមកសម័យកាលក្រោយដែលយើងចប់សង្គ្រាមនោះទេចារហូតមកដល់ឆ្នាំ1993រាជរដ្ឋាភិបាលជាតិនឹងគឺបានរៀបចំតំបន់ភ្នំបូកគោនេះឡើងវិញចាហើយមានការអភិវឌ្ឍជាបន្តបន្ទាប់ខ្លះជាតំបន់ទេសចរណ៍លេចធ្លោរហូតដល់បច្ចុប្បន្ននេះណាចាអរគុណច្រើនសម្រាប់ការតាមដានទស្សនានៅវីដេអូស្ដីអំពីក្នុងភ្នំបូកគោនិងរចនាបថប្រវត្តិផ្សេងៗអរគុណច្រើនជម្រាបលា